សូមគោរពដោយដំលោកជំទាវទាំងអស់ដែលមានវត្តមាននៅក្នុងអង្គប្រជុំនេះក្នុងព្រះនាមព្រះអង្គម្ចាស់នរោត្តមចក្រវុឌ្ឍក៏សួរសុខទុក្ខនិងជូនពរឲ្យដំលោកជំទាវទាំងអស់ឲ្យមានសុខភាពល្អដើម្បីចូលរួមបម្រើជាតិនៅនីតិកាលទី7របស់សភាហើយក្នុងនាមប្រតិភូគណៈបកហ្វុនស៊ិមពេចយើងខ្ញុំក៏ដូចជាមន្ត្រីសមាជិកសមាជិការបស់គណៈបកហ្វុនស៊ិមពេចទាំងអស់សូមគាំទ្រនៅយន្តការរបស់រាជរដ្ឋាភិបាលចំពោះចំណាត់ការទៅលើជនបរទេសដែលមានបំណងចង់ឈ្លានពានដែនអធិបតេយ្យភាពមរណភាពទឹកដីរបស់ប្រទេសខ្មែរពួកយើងសូមគាំទ្រក្នុងមួយខែកន្លងនេះប្រតិភូយើងខ្ញុំបានចុះទៅមូលដ្ឋានជាច្រើនហើយក៏សូមកោតសរសើរទៅដល់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាមន្ត្រីរដ្ឋាភិបាលពិតជាខិតខំប្រឹងប្រែងហើយនៅក្នុងនោះនៅក្នុងកិច្ចប្រជុំនេះខ្ញុំមាន4ទស្សនៈទាននឹងលើកឡើងក្នុងអង្គប្រជុំនេះទី1ខ្ញុំក៏សូមកោតសរសើរទៅដល់រដ្ឋមន្ត្រីរបស់ក្រសួងទេសចរលោកបានខំខ្នះខ្នែងសហការជាមួយនឹងមន្ត្រីរដ្ឋមន្ត្រីអតីតទៀតដើម្បីធ្វើផ្លូវចូលប្រាសាទពួកយើងសូមសរសើរហើយកន្លែងនេះដោយសារខ្ញុំបានចុះទៅខេត្តមួយចំនួនដូចជាបាត់ដំបងកំពង់ធំសៀមរាបតាកែវជាដើមពួកយើងមានឃើញប្រាសាទជាច្រើនពិតជាល្អទឹកដៃបុព្វបុរសទាំងល្អហើយឯកឧត្តមលោកជំទាវបានសង្កេតឃើញប្រទេសគេអ្នកខ្លះប្រទេសខ្លះគេជិះយន្តហោះដល់ស្រុកក្រៅទៅលេងតែអាស្ពានកញ្ចក់ដែលគេកែច្នៃឬក៏បាតដៃស្អីគេកែច្នៃប៉ុន្តែប្រទេសយើងមានប្រាសាទជាច្រើនហើយកន្លែងនេះខ្ញុំលើកឡើងនេះក៏មិនមែនជាការរិះគន់ទេគ្រាន់តែខ្ញុំដឹងថាក្រសួងក៏លោកខិតខំប្រឹងប្រែងណាខ្ញុំគ្រាន់តែដើរទៅឃើញហើយក៏បានជួបប្រស័យតាក់ទងជាមួយនឹងប្រជាពលរដ្ឋលោកក៏បានស្នើសុំហើយខ្ញុំគិតថាគណៈអភិបាលក៏ដូចជាមន្ទីរដែលពាក់ព័ន្ធលោកបានគិតគូរហើយប៉ុន្តែមិនទាន់ដល់យ៉ាងណាយើងខ្ញុំសូមលើកដើម្បីឲ្យលោកជាទស្សនៈទានមួយឲ្យលោកភ្ញាក់រលឹកដើម្បីជួយប្រជាពលរដ្ឋឬបង្កើនជីវភាពដល់មន្ត្រីមូលដ្ឋានខ្ញុំលើកឧទាហរណ៍នៅខេត្តតាកែវចុះដែលខ្ញុំបានចុះទៅមានខេត្តសៀមរាបកំពង់ធំតែសៀមរាបគេកំពុងធ្វើបានល្អច្រើនហើយកំពង់ធំក៏គេកំពុងតែគិតគូរដែរតាកែវក៏គេកំពុងតែគិតគូរដែរប៉ុន្តែខ្ញុំចង់លើកថាតាកែវជាខេត្តដែលមានវ័យចំណាស់នៃកបង្កើតនគររបស់ខ្មែរហើយនៅក្នុងនោះមានប្រាសាទធំច្រើនណាស់ខ្ញុំលើកយកទី1ប្រាសាទបាយ័នកោប្រាសាទបាយ័នកោនេះបើឲ្យដើមលោកជំទាវបានឡើងទៅដល់ពិតជាអច្ឆរិយៈណាស់ទេសភាពស្អាតឡើងទៅដល់ជើងភ្នំមានម៉ូតូអីដឹកឡើងប៉ុន្តែកន្លែងមួយដែលខ្ញុំសូមសំណូមពរដល់គណៈអភិបាលឬក៏មន្ត្រីពាក់ព័ន្ធហ្នឹងសូមលោកជួយពិនិត្យមើលថាអាផ្លូវឡើងប្រាសាទហ្នឹងបើសិនជាឯកឧត្តមលោកជំទាវនៅទីនេះប្រហែលជាមិនហ៊ានឡើងទេចោលខ្លាំងហើយទេសចរគេចង់ទៅប៉ុន្តែពិបាកឡើងឬក៏មានផ្លូវវាងណាក៏អត់មានរូបសញ្ញាសម្គាល់ដាក់ឲ្យទេសចរជាតិនិងអន្តរជាតិលោកបានឡើងទៅដល់លើហ្នឹងស្អាតយើងសូមសរសើរហើយក្នុងខេត្តតាកែវនោះដដែលដែរយើងឃើញមានប្រាសាទព្រំជីសូស្អាតផ្លូវក៏មានឡើងដល់លើនឹងហើយផ្លូវប៉ុន្តែខ្ញុំទទួលស្គាល់ថាការធ្វើផ្លូវវាអាចនឹងជួយដល់ប្រាសាទវាអាចប៉ះពាល់ដល់តួប្រាសាទយ៉ាងណានោះគឺសំសង់ឲ្យមន្ត្រីឬក៏គណៈអភិបាលលោកដែលពាក់ព័ន្ធទៅលើកិច្ចការនេះលោកជួយសិក្សាមើលថាតើយើងអាចធ្វើយ៉ាងម៉េចឲ្យវាសម្រួលព្រោះយើងមានដានផ្លូវហើយបើយើងធ្វើផ្លូវស្រួលឡើងទៅដល់ប្រជាពលរដ្ឋឡើងទៅលេខបានច្រើនហើយចំណូលហើយខ្ញុំជឿជាក់ថាប្រជាពលរដ្ឋខ្មែរឥឡូវនេះនិយមដើរលេងក្នុងប្រទេសច្រើនដោយសារមានចរន្តជាតិនិយមអញ្ចឹងពួកយើងគួរតែកែច្នៃធ្វើម៉េចឲ្យគ្នាស្រួលឡើងស្រួលអីទៅបើមិនស្រួលតែមានផ្លូវហើយធ្វើម៉េចហើយមួយទៀតកន្លែងដែលខ្ញុំអាណិតប្រជាពលរដ្ឋជាងគេគឺប្រាសាទទលេបាទីខ្ញុំអាណិតប្រជាពលរដ្ឋរបស់យើងខ្ញុំណាខ្ញុំចូលទៅដល់
chia prot rút một xu nhom trăm xu thứ ấy lụt cả mà stu xâm lôi mà stu miền này miền nung nhom cái tha nhom ban chạy cái đầu khla ai quát nhomหัวhốc sực nẹt chẳng không chồng cha hay cầm xua cha mà đóng nhom xua tha lục giấy ca toàn sớm mai sớm cơm riêng này giống lục giấy chơi chiềng ấy chết ta hay sốc bát ti ní cứ gì sốc là khao nhưng chỉ biết là đó mình cũng sốc mấy chơi hòm là khao thế ta chơi tôi chơi đẹp ca ấy chơi nhưng cái tha cái nã bị ba rồi có mình ti bẹ quan rồi mình tay rồi đã bị ba lúc chui mưa cả đọc cả đá như tới bột tha lúc chơi chiếng dừng tóc tay đôi nơi có quát chứ ai quát chiêng mình ốp co tới đã hấp lôi môi ai cái bò để trả trên bị tập chất chui họ bảo sân chỉ khmei nó chơi ruom nhưng đã ruom môi cái ruom tới cái khmei để chơi lụt ca tới bờ sân chia prot mình lôi đập mớ là hiện từ và sao từ lệ bát ti đấy còn là tinh ca anh ao lôi cái om mà hay trong đa mơ và sao trong lệ cả nạ của sa ấy nó cứ tha áp ban đấy ruom đôi sầm màu chứ để xua tha từ lệ bát ti mà đo bên ấy cứ bắt bom nhiều từ cho sơ tay chẳng sòng bộ ruom tang cả lại nhằm bài cái hai thằng Romani và từ lệ bát ti nữa thôi hay khi nó trong ao nè mình trai là bẹ quan cả nạ bị ba lúc bất kỳ rồi là càng nghe video vô vậy ấy mình tay lúc áp như là cả nạ bị ba lúc miên đỏ bộ chở cái này buôn động đấy hay trong hiền giấy tha lúc chia mình trai cả nạ bạc môi đã sầm ná nó lúc miên tăng phi nạ bị rót thà bị ba cho chui cả nạ cùng rừng group bài giang phần tay ria đại miên panh ha hay đây lúc mình chui mớ trong hiền giấy tham môi tiết sống tôi đâm độ trồng tiêu cùng bậc cát cùng giấy chỉ biết bất thạch nhóm bé đốm cứ trong chui đi đó tha bị ba bờ sân chỉ riêng cái nạp bạ mình tha trở lên mình tha trở máu cho bàn cho mình ban nhầm hiền giấy ta chẳng hay trong mù tham có nhầm đằng còn tay bỏ chia po rót cây con không mù tham lột mờ ạt khởi nó đôi chẹt đai nó là từ lệ vật tí này bờ lốp vô chất túc đạn vật đâu cả đa hay sờ bót đại lụa trong sông tô nhưng mình miên ở các đất nuôi ấy từ đó nạp sốc và nạp bao sốc lúc lẽ bong tí tơ thà lấy sốc bát ti nó sờ bó thân nào nè tinh sờ bót chỗ bàn thân nào nè và sao để dân cao sờ bó ấy sờ bó thấp bông sờ bó ấy tinh sờ bót muối ao chia cả đâu ấy muối đập bè mà lúc trăng tới này trăng bàn thấp bông từ bà dân cao trăng bàn thân nào nhanh hốp từ và sao từ lấy bát ti cái tổ quốc ở trên nó nặng bật tê cho thầm mà sốc sầm ná sốc bao ao lốp miên bờ sang đại ai tia tiên cho họ chồng nấu ban sốc khla kia miên phong sốc khla khai khla miên tiếp bờ lốp miên nó xôm lốp chui và chia bờ hay trong xôm tờ xá thà lốp bật chia sầm ná ban đặt non đời bị rót tháp bị ba miên mình trai tăng bị thna chết tăngពីអ្នករស់ស៊ីទៅជួយគ្រប់បែបយ៉ាងឲ្យលោកមិនបានជួយមើលរៀងខ្ញុំសុំទោសខ្ញុំសុំនិយាយត្រង់តិចកន្លែងហ្នឹងចំណុចទី2ខ្ញុំសូមប្រតិភូយើងខ្ញុំក៏បានទៅដល់ក្រុងរុនតាឯកស្អាតណាស់ក្រុងរុនតាឯកនេះហើយដំលោកជំទាវទី1ក្រុងរុនតាឯកនេះមានដូចជាជាង 10000 គ្រួសារបើតាមទិន្នន័យខ្ញុំតបបានហើយហេដ្ឋារចនាសម្ព័ន្ធខ្ញុំសូមតសារដល់ប្រមុខរដ្ឋាភិបាលហើយទេសភាពស្អាតណាស់មើលឃើញភ្នំគូលែនទេសភាពស្អាតសល់អុកស៊ីហ្សែនល្អគ្រប់បែបយ៉ាងប៉ុន្តែខ្ញុំកន្លែងមួយដើម្បីឲ្យដោយសារខេត្តសៀមរាបយើងពឹងលើវិស័យទេសចរស្ទើរតែទាំងស្រុងហើយអញ្ចឹងប្រជាពលរដ្ឋក៏បានស្នើសុំទៅដល់ប្រមុខរដ្ឋាភិបាលជាពិសេសខ្ញុំឃើញមានពីរផ្នែកដែលអាចជួយប្រជាពលរដ្ឋនៅក្រុងរុនតាឯកបានខ្ញុំមិនដឹងថាសភាពាណិជ្ជកម្មរបស់ខេត្តដែលក្រោមការដឹកនាំសភាពាណិជ្ជកម្មរបស់ថ្នាក់ជាតិហ្នឹងរដ្ឋបានជួយគាំពារច្រើនណាលោករដ្ឋបានជួយគាំពារច្រើនណាបើតាមខ្ញុំដឹងមានសហព័ន្ធប្រតិបត្តិការមួយក្រសួងច្រើនណាបើសិនជាសភាពាណិជ្ជកម្មខេត្តសៀមរាបលោកមានសមត្ថភាពលោកជួយមើលផង
បង្កើតជាសិប្បកម្មបង្កើតជាស្អីជួយលោកខ្ញុំគិតថាវាអាចជួយប្រជាពលរដ្ឋមកកម្រិតដែរហើយពេលនេះជារដូវ low season ផងទី2តកតងនឹងក្រសួងកសិកម្មបើសិនជាលោកមានទុនអាចជួយកសិករជាពូជជាកូនសត្វជាអីឲ្យលោកចិញ្ចឹមពួកលោកនៅនោះខ្វះទុនហើយប្រជាពលរដ្ឋខេត្តសៀមរាបជាអ្នកអាសាមិនជាអ្នកខ្ជិលចោលអស់ទេបើសិនជាគាត់មានទុនមានការគ្រប់គ្រងពីរដ្ឋជួយចិញ្ចឹមជាសត្វជាអីឬក៏ជាបន្លែបកាអីក៏អាចបង្កើនជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងរឯកឲ្យបានមួយកម្រិតដែរក្រុងស្អាតប៉ុន្តែអត់មានមនុស្សឥឡូវមួយខ្ញុំចង់ជូនជាទស្សនៈទានជូនដល់ប្រមុខរដ្ឋាភិបាលផងដែរទី3ខ្ញុំចុះទៅដល់មូលដ្ឋានហេតុអីបានអាយដាមដូចជំទាវអាយដាមដូចជាដឹងរឿងថ្នាក់ក្រមច្រើនណាព្រោះទី1មន្ត្រី Food Olympic តាំង25ខេត្តក្រុងពួកយើងបានចុះទៅដល់មូលដ្ឋានហើយថ្មីនេះយើងក៏បានដាក់ភ្នាក់ងារសង្កេតការតាមរយៈគោលជបពួកយើងដឹងពីការងារគ្រប់គ្រងរបស់មន្ត្រីថ្នាក់ក្រោមច្រើននិងភាគអសកម្មច្រើនពីព្រោះយើងចុះទៅដល់មូលដ្ឋានផ្ទាល់ដាក់តាមឃុំតាមភូមិអញ្ចឹងយើងមើលឃើញភាពអសកម្មជាច្រើនកន្លែងនេះខ្ញុំចង់លើកពីការគ្រប់គ្រងរដ្ឋបាលស្រុកសម្រាប់រូបខ្ញុំក៏សូមសរសើរដល់មន្ត្រីជាអតីតមន្ត្រីអភិបាលស្រុកម្នាក់ដែលលោកជាកូនរបស់អ្នកធំម្នាក់ហើយលោកបានសាងស្នាដៃនៅស្រុកប្រទាយស្រីមួយមានន័យថាលោកជាកូនអភិជនហើយលោកបានទៅដឹកនាំស្រុកធ្វើឲ្យស្រុករីកចម្រើនខ្ញុំសូមសរសើរប៉ុន្តែខ្ញុំឃើញស្រុកមួយនៅជាប់ព្រំប្រទល់អណោចអធមហើយកូនអ្នកធំទៀតនៅកាន់ស្រុកហ្នឹងជាកូនតំណាងរាស្ត្របច្ចុប្បន្នហើយជាអតីតអភិបាលខេត្តទៀតគ្រាន់តែវត្តមួយជាប់លបជាប់ជើងកសរសាលាស្រុកគេថាវត្តអត្តថិកវត្តខ្វះក្រីក្រផ្លូវទៅសាលាស្រុកមើលមិនយល់ហើយតាមខ្ញុំដឹងស្រុកហ្នឹងគឺទឹមតាអេស៊ីយូចាប់ម្នាក់ឯងបានដូរទៅគាត់ពួកកន្លែងហ្នឹងគឺថាសង្រុកលុយហ្នឹងចឹងសូមលោកបើសិនជាលោកមានលទ្ធភាពហើយមានលុយកាក់ចាយអស់ហើយលោកជួយអភិវឌ្ឍស្រុកឲ្យទៅជាស្រុកគំរូជាពិសេសស្រុកជាប់ព្រំប្រទល់ប្រទេសជិតខាងកុំឲ្យគេមើងងាយមើលខាងគេស្រស់ស្អាតមើលខាងយើងលោកមានឱកាសដូចខ្ញុំនិយាយដដែលអញ្ចឹងលោកមានឱកាសគ្រប់គ្រងផ្ទាល់ហើយមានដល់តាថ្នាក់ពង្រឹងរាជរដ្ឋាភិបាលមានតាថ្នាក់ពង្រឹងឃុំភូមិគ្រប់បែបយ៉ាងលោកមានលទ្ធភាពជាងបើសិនជាគណៈបកយើងខ្ញុំនៅក្នុងអង្គប្រជុំនេះទៅកាន់អត់មានលុយធ្វើទេសូម្បីតែទៅវត្តក៏ចូលលុយនេះធ្វើដែរសំទោសហើយលោកកាន់អំណាចលោកមានតាំងអ្នកជួយចុះលោកជួយស្រុកនឹងមួយមើលឲ្យវារីកចម្រើនមកលោកបើតាមខ្ញុំដឹងលុយលោកច្រើនណាស់ចាយមិនអស់ទេកូនអ្នកធំជួយមើលឲ្យស្រុកនឹងឲ្យវារីកចម្រើនដោយប្រទេសជិតខាងចំណុចទី4រដ្ឋបាលឃុំខ្ញុំមិនដឹងថាកន្លែងនេះមួយខ្ញុំឃើញថាវាជារឿងមួយដែលពិបាកនៅមូលដ្ឋានខ្លាំងខ្ញុំមិនដឹងថាម៉ោងពេលរបស់មេឃុំនិងរដ្ឋបាលឃុំគេធ្វើម៉ោងប្រហែលទេប៉ុន្តែជាទូទៅម៉ោង9ម៉ោង10អីបានឃើញបុកមន្ត្រីសាលាឃុំទៅហើយម៉ោង11ទៅបាត់អស់ហើយម៉ោង2បានចូលម៉ោង4បាត់អស់ហើយបើរកផ្ទះមេឃុំមានកុំព្យូទ័រមានឯកសារផ្ទេរដីមានឯកសារជួលផ្ទះមេឃុំនិងផ្ទះមេភូមិនឹងដូចការិយាល័យធ្វើការអញ្ចឹងខ្ញុំស្នើសុំឲ្យប្រមុខរាជរដ្ឋាភិបាលជួយពង្រឹងកិច្ចការងារនឹងបន្តិចឲ្យខ្ញុំជាចៃដន្យទេមន្ត្រីរបស់យើងខ្ញុំចុះទៅដាក់ភ្នាក់ងារសង្កេតការលេងឃុំមួយលេងអង្គុយផឹកនៅក្នុងសាលាឃុំនឹងបណ្ដោយអង្គុយផឹកហ្មងផឹកវិយាមួយមេប៉ោះមួយមេឃុំមួយស្មៀនមួយអីហ្នឹងវាទៅជាកន្លែងរដ្ឋបាលហ្នឹងវាទៅជាហាងផឹកស៊ីប្រជាពលរដ្ឋមកអង្គុយក្រៅក្នុងទៅហើយសួរថាហ្នឹងបំរើយ៉ាងម៉េច
ហើយមន្ត្រីខ្ញុំទៅដាក់នៅឃុំមួយទៀតណោះមេឃុំនៅស្នាក់ការបកហើយស្មៀននៅអ៊ីស្លាឃុំហើយការបំរើរដ្ឋបាលយ៉ាងណាទៅអានឹងថ្នាក់ក្រោមជាតិថ្នាក់ជាតិវិញមានមន្ត្រីខ្លះយកការិយាល័យរបស់ខ្លួនឯងបើកមុខរបរស៊ីមកប្រជុំអីធ្វើការងាររបស់ផ្ទាល់ខ្លួនហ្នឹងក្នុងការិយាល័យរបស់គាត់បណ្ដោយហើយផ្លាកលេខឡានវិញឡាន7 8ផ្លាកលេខកូរ៉េទាំងអស់សិតតរត់ហើយសួរថាអាហ្នឹងមន្ត្រីបម្រើទេឬយ៉ាងណាអញ្ចឹងខ្ញុំស្នើសុំឲ្យដល់ប្រមុខរាជរដ្ឋាភិបាលហើយយើងខ្ញុំជាគណៈបកហ្វុតស៊ីមពេចនេះចូលរួមជួយប្រមុខរាជរដ្ឋាភិបាលអញ្ចឹងកន្លែងដែលពួកយើងលើកឡើងនេះខុសត្រូវយ៉ាងណាសូមឲ្យដល់លោកជំទាវទាំងអស់មេត្តាខន្តីអភ័យទោសយើងចង់ថាកែប្រែចំណុចអសកម្មរបស់មន្ត្រីមួយចំនួនហ្នឹងពួកយើងខ្ញុំនៅសុំនិយាយដដែលខ្ញុំសូមកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលមន្ត្រីមួយចំនួនធំលោកធ្វើបានច្រើនល្អហើយប៉ុន្តែវានៅសល់តិចតួចហើយសូមកែតិចតួចហ្នឹងទៅដើម្បីឲ្យប្រទេសជាតិយើងរីកចម្រើនបាទជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់អាយដាមលោកជំទាវទាំងអស់ឲ្យមានអាយុវណ្ណៈសុខៈពលៈសម្រាប់ខ្ញុំបាទសូមអរគុណអាយដាមបាទសូមអរគុណ